សួស្តីបងប្អូនគ្នាបាទថ្ងៃនេះខ្ញុំមកនឹងប្រាប់អំពីបទពិសោធន៍ក្នុងការប្រើប្រាស់ website Pinduoduo ទាំងអស់គ្នាបាទតាក់ទងជាមួយនឹងការទិញអីវ៉ាន់ក្នុងការសាកល្បងរបស់ខ្ញុំរយៈពេលខ្លីនេះហើយខ្ញុំបានតេស្តនៅការទិញអីវ៉ាន់មួយបាទប៉ុន្តែខ្ញុំមិនដឹងថាមូលហេតុអីបានជាវាមានបញ្ហាមួយគឺការដឹកយឺតបាទហើយការដឹកយឺតប្រព័ន្ធតាមដាននៅក្នុងផែនទីចិត្តហ្នឹងក៏វាមានដូចទៅនឹងតៅប៉ោដែរបើតៅប៉ោយើងឃើញថាវាមានប្រព័ន្ធតាមដានក្រោយពេលដែលយើងបានទិញហើយហាងដឹកដាក់ដល់អ្នកដឹកគាត់បានទទួលហ្នឹងគឺចាប់ដើមលោតផែនទីឲ្យយើងមើលបងបាទអញ្ចឹងក្នុងករណីរបស់ Pinduoduo ហ្នឹងគឺអត់ឃើញបងបាទទីមួយគឺអត់មានទេហើយទី2អីវ៉ាន់គឺចាប់ពីដឹកពីហាងរហូតទៅដល់ warehouse របស់ចិនហ្នឹងគឺយូរមែនតើហើយមួយទៀតអីវ៉ាន់ដែលទៅដល់ទីតាំងដែលឃ្លាំងសម្រាប់ដឹកមកខ្មែរហ្នឹងគឺរក្សាយូរបាទអាចកំឡុងពី3ទៅ1អាទិត្យបានដឹកចេញអញ្ចឹងមានន័យថាសេវាកម្មនេះវាទំតែបង្កើនអញ្ចឹង Pinduoduo ក៏អត់ទាន់មានអីវ៉ាន់សម្រាប់ពេញទូដឹកមកខ្មែរទេវាខុសពីតៅប៉ោមែនមានតែយើងទេបាទមានតាំងពីក្រុមហ៊ុនដឹកជូននៅស្រុកខ្មែរហ្នឹងក៏ប្រើតៅប៉ោដឹកជូនមកកាន់ឃ្លាំងនៅស្រុកខ្មែរនេះហើយបានចែកចាយទៅខាងក្រុមហ៊ុនប៉ុន្តែមានក្រុមហ៊ុនខ្លះគាត់មានទូរបស់គាត់ពិតប្រាកដមែនបាទអញ្ចឹងខ្ញុំអត់ទាវឲ្យថាមានក្រុមហ៊ុនខ្លះគឺបងប្អូនដឹងហើយបាទក្រុមហ៊ុនដឹកជូនស្រុកខ្មែរយ៉ាងដែរគាត់ទទួលដឹកផ្ទាល់បាទពីចិនមកខ្មែរប៉ុន្តែក្រុមហ៊ុនមួយចំនួនគឺគាត់នៅតែប្រើឲ្យតែបោកដឹកមកសាខាគាត់ឲ្យបានចែកចាយឲ្យអ្នកដែលបានកំងទិញក្នុងapp របស់គាត់ហ្នឹងបាទអញ្ចឹងបទពិសោធន៍របស់ខ្ញុំសរុបមកគឺខ្ញុំឆ្ងល់មានរឿងតែពីរទេបាទទី1គឺអីវ៉ាន់នៅពេលដែលទិញពី app ចិនដែលពីហាងចិនគឺវាអត់មាន map មើលអញ្ចឹងយើងអត់ដឹងថាអីវ៉ាន់យើងដឹកដល់ណាគឺយើងអត់ដឹងសោះហ្មងបាទហើយមួយទៀតនៅពេលដែលមកដល់ឃ្លាំងគឺអីវ៉ាន់ហ្នឹងអត់ងាយក្នុងការដឹកចេញទេបាទហើយក្នុងការដឹកចេញហ្នឹងចំណុចមួយហ្នឹងក៏មិនដឹងថាក្រុមហ៊ុនណាអ្នកដឹកទៀតបើសិនជាតៅប៉ោយើងនឹងឃើញមាន CE និង CTO បាទគឺដឹកមកដល់4ថ្ងៃហ្នឹងគឺដឹកចេញមកហើយយ៉ាងយូរគឺនៅ clearance បាទ clear កយហ្នឹងត្រឹមតែ2ថ្ងៃហ្នឹងគឺ clear ដាច់ដឹកមកខ្មែរអញ្ចឹងថា6ថ្ងៃមួយអាទិត្យហ្នឹងគឺបានអីវ៉ាន់នេះរយៈពេលដែលទៅដល់ឃ្លាំងហ្នឹងប៉ុន្តែសម្រាប់ Pinduoduo មកដល់ឃ្លាំងទុក clear យូរមែនតើហើយបានខ្លះគឺclear យូរបាទឃើញបងប្អូនយើងគាត់បានផុសចែកចាយគឺរងចាំក្នុងការ clear ហ្នឹងគឺយូរមែនតើមួយអាទិត្យ3ថ្ងៃទៅមួយអាទិត្យបាន clear ចេញហើយដឹកនៅចាំដឹកទៀត clear ហើយនៅចាំដឹកមួយអាទិត្យទៀតអញ្ចឹងអីវ៉ាន់ទូទៅមកតែបានដឹកចេញឯកុំមកដល់ហ្នឹងប្រហែលជាខ្ទង់មួយអាទិត្យមកតែព្រោះអីវ៉ាន់ខ្ញុំសាកទិញមួយទិញតូចបងប្អូនមកហ៊ានទិញធំហើយហ៊ានទិញថ្លៃទេព្រោះយើងកំពុងតែសាកល្បងបាទអញ្ចឹងក្នុងការសាកល្បងរបស់ខ្ញុំគឺបងប្អូនគួរតែប្រើតៅប៉ោទេបាទតម្លៃវាខុសគ្នាមិនប្រហែលទេបងប្អូនបាទតែគាត់ថាតៅប៉ោយើងទិញលោទៅដល់99យួនឡើងឯក៏មានន័យថា$14ឡើងបានជាងអាចដឹកមកខ្មែរបានដោយមិនគិតថ្លៃតែសម្រាប់ Pinduoduo គឺយើងទិញឲ្យទៅ5-10យួនគឺយើងអាចដឹកមកខ្មែរបានឯក៏2រៀលឡើងហ្នឹងប៉ុន្តែជាងខ្ញុំទៅប្រើតៅប៉ោទេតម្លៃវាមិនខុសគ្នាហ្មងទេតិចតួចប៉ុន្តែបងប្អូនទៅដឹងថា10ថ្ងៃឯក៏7ទៅ10ថ្ងៃតែមកដល់គឺតៅប៉ោលឿនណាស់តែលេងតែ
មានព្យុះមានអីចឹងទៅដូចថ្ងៃមុនព្យុះលិចទឹកនៅវៀតណាមចឹងគេត្រូវការដូរផ្លូវអញ្ចឹងអាចបើរយៈពេលដឹកមកយូរ5ថ្ងៃទៅមកទឹកមកដល់តែឥឡូវស្រួលវិញហើយបាទ4ថ្ងៃមកដល់4ថ្ងៃមកដល់បាទអញ្ចឹងក្នុងការបង្កើតaccount Pinduoduo អត់អីទេចាំខ្ញុំបរៀនថ្មីបាទ account មុនខ្ញុំបានធ្វើហើយហើយប៉ុន្តែអត់អីចាំខ្ញុំធ្វើមួយទៀតនៅវីដេអូក្រោយជូនបងប្អូនបាទបើសិនជាបងប្អូនចង់សាកទិញដែរបាទអញ្ចឹងបទពិសោធន៍ក្នុងការទិញPinduoduo គឺខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចែកជូនបងប្អូនបាទបើសិនជាបងប្អូនចង់សាកអាចសាកបានហើយបើមិនទាន់ចេះប្រើអត់ទាន់ចេះបង្កើត account ទិញទេចាំខ្ញុំបរៀនបាទនៅវីដេអូក្រោយនឹងបងប្អូនបាទហើយអរគុណច្រើនបងប្អូនបាទចំពោះការចំណាយពេលក្នុងការទស្សនា